សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីរបៀបកែប្រែទំហំរូបភាពរបស់ slide ដោយសារយើងបានកែទំហំ slide content slide នេះរួចហើយយើងអាចទៅបានកែរូបភាពដូចនេះអញ្ចឹងវានឹងបង្ហាញរូបមិនបានពេញលេញដោយអ្វីដែលយើងចង់បានគឺវាខ្វះដូច្នេះយើងដើម្បីកែប្រែរូបភាពនេះបានយើងចូលទៅកាន់ផ្នែកខាងក្រោយហើយយើង search រកទំហំរូបភាពដោយយើងប្រើ file back មិញក៏បានដែរយើងប្រើ file back នេះមកហើយយើងរងចាំបន្តិចដោយសារតែវាដែរយឺតនេះចុចលើលេខនេះមកយើងអាចដាក់ចូលលើរូបភាពនេះអញ្ចឹងវានឹងបង្ហាញឈ្មោះរូបភាពនេះរូបភាពរបស់យើងគឺនេះយើងដាក់មកទៅឃើញហើយ1.1.jpg នេះអញ្ចឹងយើងចូលទៅរកវាតាមរយៈយើងចូលទៅកាន់ផ្នែកខាងក្រោយនេះផ្នែកក្រោយនេះហើយយើងចុច Ctrl F មកដើម្បីធ្វើការ search រកវាយើងវាយលេខ 1.jpg យើង search រកវាមកនេះកន្លែងនេះយើងថែមទំហំវាឲ្យប្រព័ន្ធយើងថែមវាមកដាក់ប្រព័ន្ធមិញយើងដាក់550យើងត្រូវថែមទំហំនេះដាក់550 pixel ដូចគ្នាអញ្ចឹងយើង copy វាមកដើម្បីបំពេញទៅកាន់រូបភាពផ្សេងទៀតរូបភាពវាមាន5ទី1ទី2ទី3ទី4ទី5យើងចូលមកក្រោមមកឃើញរូបភាពទេនេះរូបភាពនេះយើងចុច space មួយមកដើម្បីគឺមួយវាកាប់ចូលមកក្រោមទៀតមកនេះកន្លែងនេះចុច space មួយមកដូចគ្នាទេហើយនេះមួយទៀតចុច space មកចុច Ctrl 2មកpaste វាមកចុច space មួយមកចុច Ctrl V ទៅអស់ហើយចុងក្រោយហើយរូបភាពទី5ហើយអញ្ចឹងយើងចុច save ធម្មតាមករងចាំតិចដោយសារដំណើរការវាយឺតសូមរងចាំតិចទៀតចេញបន្ទាប់មកយើង refresh វាមកវានឹងបង្ហាញរូបនឹងប្រព័ន្ធហ្នឹងពេលដែលវា save ចប់ចឹងបើយើងចង់ផ្លាស់ប្ដូរទំហំអីផ្សេងទៀតយើង copy ទៅតាមផ្លាស់ប្ដូររូបភាពយើងអាច copy រូបភាពនីមួយៗមកតាមទម្រង់របស់គេមកយើងអាចបំពេញរូបភាពទៅតាមហ្នឹងមកយើង link មកប៉ុន្តែចាំពេលក្រោយខ្ញុំនឹងបង្ហាញអំពីការផ្លាស់ប្ដូររូបភាពការសរសេរបរិយាយពីខាងក្រោមនេះខ្ញុំបង្ហាញពិស្ដារអញ្ចឹងមេរៀននេះសូមបញ្ចប់ប៉ុណ្ណឹងដោយសារតែដល់ពេលវេលាខ្ញុំត្រូវទៅហើយអរគុណចំពោះការទស្សនាវីដេអូដ៏យកចិត្តទុកដាក់